ប្រធានកប៉ាល់ដឹកទំនិញជនជាតិរុស្ស៊ីត្រូវបានចាប់ខ្លួនក្រោយការប៉ះទង្គិចគ្នានៅកណ្ដាលសមុទ្រនៃប្រទេសអង់គ្លេសជាមួយនឹងកប៉ាល់ដឹកប្រេងយន្តហោះសម្រាប់យោធាអាមេរិកបន្ទាប់ពីហេតុការណ៍កប៉ាល់ដឹកទំនិញបុកជាមួយនឹងកប៉ាល់ដឹកប្រេងសម្រាប់យន្តហោះយោធាអាមេរិកផ្ទុះឆេះរួចមកប៉ូលីសអង់គ្លេសបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើករណីមួយនេះហើយបានចាប់ខ្លួនបរិសុទ្ធអាយុ59ឆ្នាំម្នាក់ដែលមកពីកប៉ាល់ដឹកទំនិញសូឡង់ដោយសង្ស័យពីបទឃាតកម្មតាមរយៈការធ្វើប្រហែសអ្នកនាំពាក្យរបស់ម្ចាស់នាវាដឹកទំនិញសូឡង់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាបរិសុទ្ធដែលត្រូវបានចាប់ខ្លួនគឺជាប្រធានក្រុមកប៉ាល់ហើយគាត់គឺជាជនជាតិរុស្ស៊ីហើយអ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថាក្រុមនាវិកដែលនៅសល់គឺជាជនជាតិរុស្ស៊ីនិងហ្វីលីពីននៅក្នុងហេតុការណ៍នោះកប៉ាល់ដឹកទំនិញសូឡង់បានបុកកប៉ាល់ដែលមានទង់ជាតិអាមេរិកដែលជាកប៉ាល់ដឹកប្រេងនៅពេលដែលកប៉ាល់ដឹកប្រេងនេះបានបោះយុទ្ធការនៅសមុទ្រខាងជើងដោយមានផ្ទុកប្រេងឥន្ធនៈយន្តហោះសម្រាប់យោធាអាមេរិកការប៉ះទង្គិចនេះធ្វើឲ្យផ្ទុះនិងបំផ្លាញនាវាទាំងពីរយ៉ាងសន្ធោសន្ធៅនៅកណ្ដាលសមុទ្រនាំឲ្យមានការជួយសង្គ្រោះបន្ទាន់ដែលឆ្មាំឆ្នេរសមុទ្រអង់គ្លេសនាយកប្រតិបត្តិនៃកំពង់ផែគ្រីមស្ប៊ីបានសម្ដែងការហួសចិត្តចំពោះហេតុការណ៍ដែលបានកើតឡើងដោយគាត់បាននិយាយថាវាហាក់ដូចជាអាថ៌កំបាំងមួយពីព្រោះនាវាទាំងអស់ឥឡូវនេះមានឧបករណ៍បច្ចេកទេសដ៏ទំនើបបំផុតសម្រាប់រៀបចំវគ្គបណ្ដុះបណ្ដាលនិងដើម្បីមើលឧបសគ្គឬអ្វីដែលពួកគេត្រូវជៀសវាងតើកប៉ាល់ដឹកទំនិញអាចបន្តចូលបុកកប៉ាល់ដឹកប្រេងដោយរបៀបណាវាគួរតែមានសញ្ញាព្រមានហើយពួកគេច្បាស់ជាអាចមើលឃើញវានៅលើរ៉ាដាគួរឲ្យដឹងផងដែរថាក្នុងករណីមួយនេះប៉ូលីសអង់គ្លេសនៅតែបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត។